คนนั้นในขนมไงประมวยโรยแค่ใจปุตตะปีปอนพรำโรยใส่สปมบนนะในไงสายนะประไงสายนั้นสำแดงประท้วงในสอ่างสลายเปรย์โตยผู้เปรย์โตยแต่เธอเป็นเปรย์กะโลนะมาองผมใบกันละรักถ้ายังเรียนนะอะไรเงี้ยบ้านแต่บอลในเตียบองไลในพนมเปญทำไมบอลจูนกโกรง่ายอย่างเงี้ยนี่อันเมียนนี้สำแดงโทรประมาณปีวอดนะวอดบอกเมียนเจ๊ก่อสร้างพระพุทธปฏิมาไอ้มาวัดเปรตเสยบ่มบุนะบ่มบุผมเปิดอ่องเห็นนะบุรวยมาแล้วนะบุไงมันก็นะยำประกาศอาสมนมัสการถวายบังคมประชุมใดในปไตรรัฐได้เจรัตนาดอกดองดำภาษาปงปกเลิกโลจงถวายบังคมประกาศนาคนจากพระองค์เรียนเป็นครูจากอธิการวัดสมเปิดแม่ในเจดามนั่งทรงกระดกหยัดโยมองค์พระองค์ปดบริษัทใส่ปลอทองอ้อแต่นะรวมในการเตะอ้อเฉลี่ยทลาอนโมตเนียขนมบอนกุศลได้หยัดโยมบ้านลมเป็นให้การสำแดงประทัวมนตักดาเปรียบเทียนั้นคือในหนึ่งแคดปงจ้ามแคดกับปงทมนะบ้านตักดาเปรียบเทียตลอดมาเว้นมาดาทั้งไงนี้ผมเป็นทั้งไงตื่นไงปดนะทั้งไงนี้ไงปดเว้นบ้านประบุเชประทัวปีปอน150 หมื่นนะปีปอน150 หมื่นนั่งมาพายมวยเลียนกันละนะพายมวยเลียนกันละนั่งบ้านการสำแดงประทัวแต่โดยประวัติเรื่องราวเซ็งประวัติระบบพระภิกษุสงฆ์พุทธประวัติใบหยังสิกระไดเฉลี่ยทลาในพุทธบริษัทนั้นเอาจำรานลางพอสิกระไดเฉลี่ยทลานี้จีดาวต้นสำคัญนะสำหรับชีวิตในพุทธบริษัทยังเปิดเตียนกับบ้านรักษาเซอร์กับการเราจะได้เฉลี่ยทลาโปรเมียนเปรสมาสัมพุทธชีอารมณ์เมียนประทัวชีอารมณ์เมียนประสงชีอารมณ์อารมณ์นั่นคืออารมณ์ในสิ่งใดเฉลี่ยทลาดาวแต่เฉลี่ยทลาในเปรสมาสัมพุทธจำพวกเปรกุลหรือบอกพระองค์เพื่อเอาเมียนสิ่งใดเฉลี่ยทลาการลางขนมจัดบำนองปัฒนาดับใบโจเตอขบายแต่เกียกัดแต่จิตพระองค์ ต
ទទួលនៅពន្លឺព្រះធម៌ពីព្រះអង្គแล้วហើយបរិច្ចាគលះបង់ធ្វើទានរក្សាសិលដូចជាកម្មចិន្តាឡើងទៅលើខ្ពស់អញ្ចឹងទៀតណាការធ្វើទានរក្សាសិលការអប់រំទូលមានចិត្តដែលមានព្រះសម្មាសម្ពុទ្ធជាអារម្មណ៍នាំមកនៅសេចក្តីជ្រះថ្លាហ្នឹងការងារដែលធ្វើទាំងប៉ុន្មានហ្នឹងគឺជាដំណើរឡើងទៅក្បែរទៅគៀកទៅអង្គុយចិត្តបរតនត្រ័យអង្គុយចិត្តព្រះសម្មាសម្ពុទ្ធបានស្ដាប់ព្រះធម៌បានឃើញព្រះសង្ឃជាទីចម្រើនចិត្តណាដែនដីដ៏បរិសុទ្ធឬក៏ថាជាភូមិព្រះអរិយៈឬថាជាពុទ្ធស្ថានជាស្ថានទីស្ងប់រងាប់នៅសេចក្តីអាល័យជាស្ថានទីដែលត្រជាក់ក្នុងចិត្តផុតអំពីទុក្ខកង្វល់ការភ័យព្រួយការខ្លាចការតក់ស្លុតវ័យទាំងអស់ហ្នឹងត្រូវបានស្ងប់រងាប់នៅក្នុងទីស្ថាននោះគឺជាស្ថានទីដែលព្រះសម្មាសម្ពុទ្ធគង់នៅមានព្រះធម៌សពកាលមានព្រះសង្ឃដែលបានលះចាកអំពីលោកនេះប្រកាសបដិញ្ញាអធិដ្ឋានចិត្តជាពុទ្ធបរិស័ទជាពុទ្ធសាវកជាពុទ្ធសាវិកាស្ថិតនៅក្នុងស្ថានទីនោះដោយខ្ពស់ផុតចាកលោកនឹងដែលជាអារម្មណ៍នៃសេចក្តីជ្រះថ្លាហើយពុទ្ធបរិស័ទយើងមានឱកាសដែលអាចចេញចាកអំពីសភាពនៃសេចក្តីទុក្ខសភាពនៃការចង្អៀតចង្អល់ការខ្វល់ការរវល់ស្រឡាញ់ស្អប់កប់តោះអីជាមួយគ្នាក្នុងโลกនេះនឿយណាយអំពីโลกនេះនឿយណាយធុញទ្រាន់ឃើញថាអត់មានប្រយោជន៍ឃើញថាមិនមានខ្លឹមសារហើយចេញចាកអំពីសភាពបែបហ្នឹងទាំងអស់តាមផ្លូវចិត្តរូបកាយអត់ទៅណាទេតែតាមផ្លូវចិត្តចេញចាកពីអារម្មណ៍ទាំងពួងហ្នឹងចេញកាន់ការហួងហែងការយកចិត្តទុកដាក់ថាសនុកសុខស្រួលថាល្អថាគួរឲ្យសប្បាយរីករាយអីហ្នឹងគឺបានបន្តបងទៅប្រកបឡើងនៅអវ័យទាំងអស់នោះជារបស់ដែលគួរឲ្យនឿយណាយជារបស់ដែលមិនគួរឲ្យរីករាយមិនមានជាសារៈណាមិនមានជាសារៈប្រយោជន៍ខ្លឹមសារអាហ្នឹងបានចិត្តហ្នឹងវាចេញចាកទៀតចេញចាកពីโลกនេះចេញចាកពីโลกនេះមិនមែនទៅកាន់ស្រុកណាប្រទេសណានៅក្នុងโลกនេះទេមិនមែនទៅស្រុកអាមេរិកកាន់បារាំងកាណាដាអូស្ត្រាលីឬក៏ប្រទេសណាសូម្បីតែថាទៅទេវលោកក៏មិនមែនទៅព្រហ្មលោកក៏មិនមែនណាលោកនៃការកើតចាស់ឈឺស្លាប់ព្រោះណាលោកដែលមានរូបមានសម្លេងមានក្លិនមានរសមានផុតថពៈមានអារម្មណ៍
ដែលនាំមកនៅការស្រឡាញ់ការស្អប់អីហ្នឹងគឺមិនមែនឡើយក្នុងការដែលចិត្តជ្រះថ្លាបានអណ្ដែតដែលផុតចាកអំពីលោកនេះហើយគឺរមែងចូលទៅកាន់ស្ថានទីដែលស្អាតដែលផុតចាកបាបទាំងពួងសភាពនៃចិត្តហ្នឹងរួចចាកអំពីបាបរួចចាកអំពីអកុសលនិវរណៈដែលវាជាកាមឆន្ទៈដែលវាជាព្យាបាទៈអកុសលនិវរណៈភ័យនិមិត្តអីហ្នឹងវារួចផុតពីពិភពហ្នឹងណាចូលទៅដល់ទីដែលស្អាតទីដែលស្ងប់រងាប់ក្នុងនោះគឺមានព្រះពុទ្ធមានព្រះធម៌មានព្រះសង្ឃមានតែសប្បុរសមហាសប្បុរសដែលជាបរិស័ទគាល់ព្រះដ៏មានព្រះភិក្ខត្រៀបត្រាទៀតអត់មានអ្វីដែលជាបញ្ហាក្នុងចិត្តនោះទេសេចក្តីស្ងប់រងាប់នៃចិត្តស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ហើយសភាពនៃចិត្តមានតែការប្រព្រឹត្តទៅដោយសេចក្តីស្ងប់សេចក្តីជ្រះថ្លានៅដោយបៃតេនិងបាមកជាសភាពនៃចិត្តវាខុសពីរូបធម៌ទាំងដែរវាអាស្រ័យអារម្មណ៍របស់ចិត្តនោះឯងបើថាគុណព្រះពុទ្ធឬក៏គុណព្រះធម៌ឬក៏គុណព្រះសង្ឃនឹងមកជាអារម្មណ៍នៃសេចក្តីជ្រះថ្លាហើយសភាពនៃចិត្តនឹងវាផុតដូចខ្ញុំកណ្ដាលបាទរៀបរាប់អញ្ចឹងវាផុតចេញអំពីអារម្មណ៍ដែលនាំមកនៅសេចក្តីសៅហ្មងអារម្មណ៍ដែលនាំមកនៅការភ័យខ្លាចចំពោះអ្វីផ្សេងក្នុងជីវិតនេះកន្លែងហ្នឹងដែលខ្ញុំកណ្ដាលបាទសម្ដែងជារូបភាពឡើងលើកជារូបជារឿងឡើងឲ្យឃើញប្រកបដូចជាបានចូលទៅអង្គុយចិត្តពុទ្ធស្ថានជាទីកន្លែងដែលមានសេចក្តីសុខតាមផ្លូវកាយតាមការដែលឃើញព្រះសម្មាសម្ពុទ្ធបានឮសម្លេងព្រះធម៌អីហ្នឹងគ្រាន់តែលើកឡើងជារូបលើកឡើងជារូបភាពតែសភាពនៃចិត្តណាវាតល់តែពុទ្ធបរិស័ទយើងនឹងវឹកហាត់អប់រំទទួលយកនៅការពិតនោះដោយខ្លួនឯងណាការស្ដាប់ព្រះធម៌ការសិក្សាព្រះធម៌ការបប្រតិបត្តិព្រះធម៌បានជ្រួតជ្រាបបន្តិចម្ដងយល់ដល់គុណព្រះសម្មាសម្ពុទ្ធជឿសុបសួនច្បាស់លាស់ទៅនៅក្នុងគុណព្រះធម៌ជ្រះថ្លាទៅនៅក្នុងគុណព្រះសង្ឃសភាពបែបនេះសន្សំច្រើនទៅអាហ្នឹងកាលណាគុណចាស់នឹងបានជ្រាបញាតិញោមនឹងបានជ្រាបបានដឹងអំពីសភាពនៃចិត្តដែលមានបៃតេបាមកជាដែលមាននៅបស្សទ្ធិសេចក្តីស្ងប់ដែលមាននៅសេចក្តីសុខប្រកបដោយសេចក្តីជ្រះថ្លាទៅនៅក្នុងគុណនោះនឹងមានសមាធិចិត្តមានសមាធិចិត្តដែលមានតគ្នាដោយសេចក្តីសុខស្ងប់នឹងឯងដែលតគ្នាអញ្ចឹងអត់មានអ្នកណាផ្ដល់ប្រគល់ឲ្យយើងទេនៅសភាពទាំងអស់នេះវាមិនមែនជារូបធម៌មិនមែនជាវត្ថុមិនមែនជាសម្បត្តិទ្រព្យទេគឺជាការ
ចម្រើនទៅដោយសទ្ធានិងបញ្ញាមានគុណបរតនត្រ័យនេះប្រកបច្បាស់ឡើងដោយការស្ដាប់ដោយការសិក្សានិងដោយសេចក្តីស្មោះត្រង់នៃចិត្តជាអ្នកមានសិលណាមានទិដ្ឋិត្រង់ក្នុងជីវិតអានេះគឺជាគុណសម្បត្តិឬថាជាគុណធម៌ដែលកើតឡើងដែលសម្រេចឡើងដល់អ្នកដែលចូលដល់សភាពបែបហ្នឹងពីព្រោះមិនអាចអត់សិលបានទេក្នុងការដែលចូលទៅចិត្តបរតនត្រ័យមិនអាចនឹងយល់ខុសអំពីសេចក្តីពិតមិច្ឆាទិដ្ឋិយល់ខុសអីទៅក្នុងរឿងផ្សេងបានទេណាក្នុងការដែលជឿច្បាស់លាស់សុខសួនមិនញាប់ញ័រក្នុងព្រះពុទ្ធមានសេចក្តីជ្រះថ្លាទៅនៅក្នុងព្រះសង្ឃគឺត្រូវតែគុណធម៌ហ្នឹងចម្រើនឡើងគឺមានសិលស្អាតនេះត្រូវតែប្រកបទៅជាមួយអញ្ចឹងរបៀបដូចជាថាយើងទៅក្នុងជំនុំចំណោមមនុស្សដែលមានឋានៈពងពោះក្នុងពិធីអ្វីនេះមួយអញ្ចឹងយើងមិនអាចមិនតាក់តែងខ្លួនប្រាណទៅដោយសម្លៀកបំពាក់អលង្ការអីទៅនោះទេគឺជាធម្មតាត្រូវស្លៀកពាក់ឲ្យស្អាតបាតប្រដាប់តាក់តែងខ្លួនប្រាណអីចូលទៅក្នុងជំនុំចំណោមនៃមើលមន្ត្រីកហបតីសិទ្ធិក្នុងពិធីបុណ្យឬក៏ពិធីការយ៉ាងណាគឺក្នុងការដែលអប់រំចិត្តទូលមានចិត្តចម្រើនផ្លូវចិត្តឲ្យស្ថិតនៅជាសុខហើយចេញចាកអំពីពិភពនេះលោកនេះដែលនាំមកនៅសេចក្តីចង្អៀតចង្អល់នាំមកនៅការធុញធាប់ក្នុងការដោះស្រាយបញ្ហាទៅចេញចាកចូលទៅកាន់ទីដ៏ស្អាតចូលទៅកាន់កន្លែងដែលស្ងប់កន្លែងដែលមិនអបសុខកន្លែងដែលមិនមានភ័យព្រួយកន្លែងដែលមិនកង្វល់អាចទៅដោយអត់សិលបានទេអត់បានទេណានេះសភាពនៃចិត្តវាកើតឡើងគឺវាអញ្ចឹងទៅណាគឺត្រូវមានសិលនឹងជាទីពឹងមានសិលនឹងជាទីអាងចូលទៅនៅក្នុងជំនុំចំណោមនោះសុទ្ធតែជាសប្បុរសជាមហាសប្បុរសជាព្រះអរិយណាជាពុទ្ធសាវកជាព្រះអរិយបុគ្គលជាពុទ្ធបរិស័ទជុំវិញព្រះអង្គនឹងក្នុងការដែលចូលទៅនឹងអត់សិលយ៉ាងម៉េចបានតាមផ្លូវចិត្តទេណាដែលយើងនៅជាមនុស្សសពថ្ងៃហ្នឹងតែរូបកាយចឹងទៅដោះស្រាយបញ្ហាអីតាមរយៈរូបកាយបច្ច័យ4អីទំនុកបំរុងរូបកាយតែចិត្តហ្នឹងមិនបានអោនទៅជាប់ជំពាក់អាស្រ័យនៅមានបច្ច័យ4ហ្នឹងជាទិសដៅទេណានៅក្នុងបច្ច័យ4ក្នុងទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ហ្នឹងមានពុទ្ធឯណានៅនឹងហ៎មានព្រះធម៌ឯណានៅនឹងមានព្រះសង្ឃឯណានៅនឹងហ៎ដូច្នេះវាមិនមែនជាទិសដៅចិត្តដែលបានអប់រំហើយចិត្តដែលបានចម្រើនហើយហ្នឹងគឺមានទិសដៅដោយឡែកផ្សេងអំពីបច្ច័យ4មានទិសដៅដោយឡែកផ្សេងអំពីសម្បត្តិក្នុងលោក
ការជួបជុំញាតិមិត្តសន្តានបងប្អូនអីនេះទុកសម្រាប់តែរូបកាយចឹងទៅត្រូវដោះស្រាយយ៉ាងណាតែមិនមែនជាគ្រឿងដែលសម្រាប់ចាប់ចិត្តឲ្យស្ថិតនៅឲ្យជាប់ជំពាក់នៅហើយរីករាយនៅក្នុងរឿងទាំងអស់ហ្នឹងដែលជាទិសដៅដែលជាទីបំផុតនៃសេចក្តីប្រាថ្នារបស់ខ្លួនក្នុងការជួបជុំញាតិមិត្តបងប្អូនក្នុងការបានលៀបបានយសទាំងអស់នេះវាមិនមែនជាទិសដៅនៃចិត្តដែលបានអប់រំចម្រើនទៅដោយកុសលភាវនានោះទេណាវាដូចជាមួយផ្នែកសម្រាប់រូបកាយដែលមើលឃើញដែលស្ដាប់ឮចឹងទៅតែផ្លូវចិត្តវាដោយឡែកផ្សេងទេណាដែលធ្លាប់បានចូលទៅហើយធ្លាប់បានដល់ហើយសម្រេចហើយនៅក្នុងទីកន្លែងដែលជាទីជ្រះថ្លានោះគឺគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃហើយសភាពនៃចិត្តនឹងតែងតែចូលទៅជារឿយចឹងដោយការជួបជុំទៅដោយបរិស័ទនិយាយជារូបភាពឡើងគឺថាជាបរិស័ទជាសប្បុរសជាព្រះអរិយៈដែលមិនមានការបៀតបៀនគ្នាដោយកាយមិនមានពាក្យសម្ដីគិតអីពីរឿងលោកនេះគឺអត់ធ្វើអីក៏សមរម្យដោយកាយពាក្យសម្ដីអ្វីក៏ប្រព្រឹត្តទៅក្នុងធម៌ទាំងផ្លូវចិត្តក៏អត់មានជាប់ជំពាក់នឹងគ្នាអត់មានតម្កើងខ្លួនអត់មានមើលងាយអ្នកដទៃចិត្តម្នាក់នៃពុទ្ធបរិស័ទនោះគឺចូលដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃគ្រប់គ្នាទាំងអស់ទាំងនិយាយជារូបភាពនៅក្នុងអារម្មណ៍ដែលនាំមកនៅសេចក្តីជ្រះថ្លារបស់ចិត្តនោះខ្ញុំកណ្ដាលបាទនិយាយជារូបភាពឡើងក្នុងស្ថានទីនោះតែតាមអារម្មណ៍ដែលពិតគឺមិនមែនជារូបនោះទេគឺជាគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃចឹងតែជាអារម្មណ៍នៃសេចក្តីជ្រះថ្លាណាសភាពនៃចិត្តមិនមែនហួសវិស័យអ្វីនៃគុណចាស់ញាតិញោមឯណាឲ្យតែស្មោះត្រង់ក្នុងព្រះសាសនាកុំវាចវេកុំប្រឆិតកុំប្រឈៀងទៅរកបច្ច័យ4ទៅរកលៀបយសណាឲ្យស្មោះជឿជាក់ចំពោះការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធហើយមានអ្នកណាមកបង្ខំឲ្យយើងជឿការជឿរបស់យើងក៏មិនមែនជឿដោយអត់ដឹងអីដែលនិយាយពីរឿងជឿមិនញាប់ញ័រទៅក្នុងព្រះពុទ្ធនេះព្រោះវឹកខាត់អប់រំតាំងពីស្ដាប់តាំងពីអានបីដកតាំងពីបរិបត្តិតាមធ្វើឲ្យកើតការជឿមិនញាប់ញ័រទៅនៅក្នុងគុណព្រះពុទ្ធជ្រួតជ្រាបជ្រះថ្លានៅក្នុងព្រះសម្មាសម្ពុទ្ធយល់ដឹងថាព្រះពុទ្ធនឹងតើជាអ្វីព្រះពុទ្ធនឹងយ៉ាងណាប្រកបទៅដោយបញ្ញាញាណនឹងយ៉ាងម៉េចសម្រេចបានមកពីណាជ្រួតជ្រាបទៅដល់គុណបុណ្យបារមីដែលព្រះអង្គបានបំពេញមកមានហេតុមានផលគឺថាដល់នៅសេចក្តីជ្រះថ្លាមិនញាប់ញ័រព្រះអង្គជាព្រះសម្មាសម្ពុទ្ធមានបតិបរិសុទ្ធមានប្រាជ្ញាញាណអត់មានអ្នកណាប្រៀបប្រដូចដោយសព្វញ្ញុត្តញាណដោយតសៈពលញាណមានបតិករណាស្មោះស្មើចំពោះមនុស្សទាំងទេវតាសព្វសត្វហើយហ្នឹងគឺដែលជឿសុប
từ nơi khôngប្រពុតមិនញាប់ញោមហើយយើងគិតយកការជឿរបៀបហ្នឹងទៅឲ្យអ្នកណាឲ្យកូនឲ្យយ៉ាងម៉េចឲ្យវាអត់បានយកតែឲ្យបងឲ្យប្អូនឲ្យភរិយាស្វាមីមេត្តាបិតាអីយកទៅជូនគាត់យ៉ាងម៉េចបានចំពោះការជឿសុបក្នុងគុណព្រះពុទ្ធហ្នឹងវាត្រូវចម្រើនឡើងដោយបច្ច័យខ្លួនឯងដោយការវឹកហាត់អប់រំច្រើនឆ្នាំមកហ្នឹងណាដល់ពេលសម្រេចឡើងអញ្ចឹងលទ្ធផលក៏គឺចិត្តរបស់យើងនឹងឯងដែលបាននៅគុណហ្នឹងជាអារម្មណ៍នៃសេចក្តីជ្រះថ្លាហើយចិត្តនឹងឯងជាសុខណាជាការសាងឡើងនៅប្រយោជន៍ឲ្យដល់ខ្លួនឯងនិយាយដោយបុគ្គលបញ្ញត្តិហ្នឹងគឺយើងអ្នករៀបចំទីកន្លែងមួយឲ្យចិត្តនឹងឯងបានចូលទៅដល់ហើយស្ថិតនៅដោយសេចក្តីសុខស្ងប់ត្រជាក់ការដែលយើងធ្វើទានការដែលយើងរក្សាសិលការដែលយើងស្ដាប់ធម៌មានទិដ្ឋិត្រង់ដែលសន្សំរាប់ខែរាប់ឆ្នាំមកហើយនឹងមានធ្វើឲ្យមានការចម្រើននៅសទ្ធានិងបញ្ញាក្នុងចិត្តសន្តានខ្លួនឯងហ្នឹងណាដល់ទៅសទ្ធានិងបញ្ញានឹងចម្រើនឡើងទៅអារម្មណ៍ដែលអប់រំណាដែលចម្រើនឡើងហ្នឹងក៏ប្រកបឡើងជាទីតាំងនៃសេចក្តីសុខរបស់ចិត្តណានឹងពុទ្ធានុសតិនេះជាការសិក្សានៃពុទ្ធបរិស័ទយើងនឹងដែលមិនមែនជាការសិក្សាប្រសិជ្ជាការបដិបត្តិនោះឡើយណាមិនមែនជាការសិក្សាទៅដើម្បីអ្វីនៅក្នុងโลกនេះដើម្បីលាភសក្ការៈការគោរពបូជាការសរសើរមិនមែនទេរបស់ទាំងអស់ហ្នឹងមិនមែនជាទិសដៅសម្រាប់ពុទ្ធបរិស័ទយើងដែលជាអ្នកមានព្រះពុទ្ធពធព្រះសង្ឃជាទីពឹងជាទីរលឹកនោះទេការសិក្សាទាំងផ្នែកបរិបត្តិដោយសតិប្បដ្ឋានវិបស្សនាក៏ជាផ្នែកមួយស្ដាប់ញឹកញាប់ហើយមានសតិចម្រើនឡើងតាមដែលបានស្ដាប់យល់ចូលដល់ការបដិបត្តិសុទ្ធតែប្រមូលមកនៅអារម្មណ៍ដែលជាជំរក់ជាជំរុំនៃសេចក្តីសុខចិត្តឲ្យដល់ជីវិតរបស់យើងរាល់ថ្ងៃនឹងឯងដែលអ្នកដទៃធ្វើឲ្យមិនបានធ្វើសភាពបែបហ្នឹងឲ្យអ្នកណាអត់បានមានតែការអប់រំបន្តិចម្ដងរាល់ថ្ងៃរាល់ខែចឹងឯងណាហើយវាមិនមានអ្វីដែលត្រូវនិយាយទៅច្រើននោះទេពីព្រោះសភាពនៃអារម្មណ៍ដែលនាំមកនៅសេចក្តីជ្រះថ្លា